មុនពេលស្លាប់ក្មេងស្រីគ្រាន់តែប៉ះប្អូនស្រីរបស់នាងតិចហើយរាងកាយរបស់ប្អូនស្រីនាងក៏ប្រែជាមាសភ្លាមពេលនាងបើកភ្នែកម្ដងទៀតនាងបានចាប់កំណើតនៅថ្ងៃដែលនាងទទួលបានសមត្ថភាពបំផ្លាញវត្ថុឲ្យទៅជាមាសក្នុងជាតិនេះនាងមិនបានប៉ះដើមឈើប្រាក់ដែលបានធ្លាក់ចុះមកក្រោយផ្ទះនោះទេហើយក៏មិនបានភ្ញាក់ដឹងខ្លួននៅសមត្ថភាពបំផ្លាញវត្ថុឲ្យទៅជាមាសដែរផ្ទុយទៅវិញប្អូនស្រីរបស់នាងដែលក្នុងជាតិមុនខ្ជិលសំបីតែដើរចេញពីបន្ទប់មួយជំហានក៏ដោយក្នុងជាតិនេះនាងបានរត់ទៅប៉ះដើមឈើប្រាក់មុនគេហើយថែមទាំងបានឲ្យអ្នកបម្រើអញ្ជើញព្រះអង្គម្ចាស់ទី3មករំនៅឋានទៀតផងក្មេងស្រីបានដឹងថាប្អូនស្រីរបស់នាងក៏បានចាប់កំណើតឡើងវិញដែរប៉ុន្តែនាងមិនបានលាតត្រដាងទេគ្រាន់តែធ្វើពុតជាមិនដឹងអ្វីសោះហើយផ្ទុយទៅវិញបានមើលប្អូនស្រីរបស់នាងភ្ញាក់ដឹងខ្លួននៅសមត្ថភាពបំផ្លាញវត្ថុឲ្យទៅជាមាសដោយប្រគល់ជោគវាសនារបស់ខ្លួនក្នុងជាតិនាពេលមុនក្នុងជាតិនេះនាងចង់ឲ្យប្អូនស្រីរបស់នាងបានទទួលបទពិសោធន៍ផ្ទាល់នៅការបំផ្លាញវត្ថុឲ្យទៅជាមាសតម្លៃដ៏ឈឺចាប់ដែលលាក់នៅពីក្រោយមិនយូរប៉ុន្មានប្អូនស្រីក៏ចេះជំនាញបំផ្លាញថ្មទៅជាមាសយ៉ាងស្ទាត់ជំនាញដោយឃើញបងស្រីមិនបានដណ្ដើមអ្វីជាមួយនាងតតែសោះនាងក៏លួចអោបក្នុងចិត្តដោយគិតថាមានតែខ្លួនឯងទេដែលកើតសារជាថ្មីជាមួយនឹងការចងចាំពីអតីតជាតិពេលនោះព្រះអង្គម្ចាស់ទី3ក៏យាងមកដល់ប្អូនស្រីក៏ប្រញាប់រត់ទៅជិតដោយរាក់ទាក់ហើយនិយាយថាខ្លួនឯងចេះបំផ្លាញថ្មទៅជាមាសព្រះអង្គម្ចាស់ទី3គ្រាន់តែគិតថានាងកំពុងតែលេងសើចក៏ខឹងស្ទើរតែផ្ទុះកំហឹងនៅនឹងកន្លែងប្អូនស្រីក៏ប្រញាប់រកសម្ភារៈមួយចំនួនមកគ្រាន់តែចង្អុលទៅលើកែវក៏រេជាមាសសុទ្ធភ្លាមទិដ្ឋភាពអស្ចារ្យនេះបានធ្វើឲ្យអ្នកដែលមានវត្តមានទាំងអស់បើកភ្នែកធំមើលដោយស្ងើចសរសើរព្រះអង្គម្ចាស់ទី3ក៏ត្រដុសដៃដោយក្តីរំភើបក៏ទាមទារឲ្យប្អូនស្រីបំផ្លាញវត្ថុធំមួយទៀតភ្លាមថែមទាំងបដិសេធការភ្ជាប់ពាក្យដែលបានកំណត់ជាមួយក្មេងស្រីកាលពីជាតិមុននៅនឹងកន្លែងដោយនិយាយថានឹងជ្រើសរើសថ្ងៃផ្សេងដើម្បីបញ្ចប់ឪពុកម្ដាយចិញ្ចឹមដឹងយ៉ាងច្បាស់ថាព្រះអង្គម្ចាស់ទី3ជាព្រះអង្គម្ចាស់ដែលគ្មានបារមីបំផុតតែនៅតែទើសចង់រុញកូនស្រីបង្កើតរបស់ខ្លួនចូលទៅក្នុងរណ្ដៅភ្លើងពួកគេពិតជាមិនដឹងតតែសោះថាជាតិមុនគឺក្មេងស្រីនោះហើយដែលពឹងលើសមត្ថភាពប្រែថ្មទៅជាមាសទើបអាចជួយព្រះអង្គម្ចាស់ទី3ឲ្យឡើងគ្រងរាជ្យជាស្ដេចបានប៉ុន្តែនៅពេលដែលក្មេងស្រីនឹងត្រូវរៀបការធ្វើជាមហាក្សត្រីនាងបែរជាត្រូវប្អូនស្រីដែលច្រណែនសម្លាប់ទៅវិញរហូតដល់មុនពេលស្លាប់ក្មេងស្រីទើបតែមើលឃើញច្បាស់នៅមុខមាត់ពិតរបស់ក្រុមគ្រួសារឪពុកម្ដាយចិញ្ចឹមនាងជាចុងក្រោយនាងបានរើសមត្ថភាពប្រែថ្មទៅជាមាសហើយជ្រើសរើសស្លាប់ជាមួយប្អូនស្រីនាងសំណាងល្អឋានសុខអាណិតនាងក៏ផ្ដល់ឱកាសឲ្យនាងចាប់ជាតិឡើងវិញព្រោះតែក្នុងជាតិនេះប្អូនស្រីបានដើរសម្ដៅទៅរកព្រះអង្គម្ចាស់ទី3ដែលជាបិសាចដូច្នេះក្មេងស្រីនឹងឲ្យប្អូនស្រីភ្លក់ដោយផ្ទាល់នៅការឈឺចាប់ដែលនាងធ្លាប់ឆ្លងកាត់ក្នុងជាតិមុនហើយមើលនាងដើរទៅកាន់ស្វែងយល់បន្ថែមកុំភ្លេចចុច like និងចែករំលែកដើម្បីគាំទ្រកម្មវិធីមីងយើងនឹងទេនាងពេលនោះព្រះអង្គម្ចាស់ទី3បានសន្យាថាដរាបណាប្អូនស្រីប្រែក្លាយរបស់ទាំងអស់នៅពីមុខនាងទៅជាមាស3ថ្ងៃក្រោយមកព្រះអង្គនឹងរៀបអភិសេកនាងធ្វើជាមហេសីប្អូនស្រីក៏ចាប់ផ្ដើមបំផ្លាញដបនិងទាញនីមួយទៅជាមាសភ្លាមប៉ុន្តែមិនយូរប៉ុន្មានជ្រមុះរបស់នាងក៏ចាប់ផ្ដើមហូរឈាមអូយឥឡូវនេះមិនទាន់អាចឲ្យនាងដឹងបានទេថាការប្រែថ្មទៅជាមាសនឹងធ្វើឲ្យប៉ះពាល់ដល់រាងកាយក្មេងស្រីក៏ប្រញាប់ដើរទៅមុខដើម្បីបញ្យល់ថាប្រហែលជានាងទើបតែទទួលបានសមត្ថភាពថ្មីហើយមានអារម្មណ៍រំភើបខ្លាំងពេកបូករួមទាំងបានបំពេញជាតិបំពន់ច្រើនពេកក្នុងពេលថ្មីនេះទើបធ្វើឲ្យហូរឈាមជ្រមុះរីឯព្រះអង្គម្ចាស់ទី3គឺមិនខ្វល់ពីជីវិតប្អូនស្រីឡើយក្នុងចិត្តរបស់ព្រះអង្គគឺពេញទៅដោយសេចក្តីកងប្រាថ្នាដោយបញ្ជាឲ្យប្អូនស្រីបំផ្លាញហូបការធំនោះទៅជាមាសផងដែរដើម្បីបង្ហាញសមត្ថភាពចំពោះមុខព្រះអង្គម្ចាស់ទី3ប្អូនស្រីក៏សម្រេចចិត្តជឿតាមពាក្យទេរបស់ក្មេងស្រីនោះនាងខំថ្មិញធ្វើឲ្យធូបការធំខ្លាយជាមាសសុទ្ធតែរាងកាយរបស់នាងទ្រុឌទ្រោមទៅហើយតែព្រះអង្គម្ចាស់ទី3មិនខ្វល់ពីស្ថានភាពរបស់នាងតតែសោះយកមាសទាំងអស់ទៅថាចង់សិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទាំងអួតថានឹងមកអភិសេកនាងក្នុងរយៈពេល3ថ្ងៃទៀតឪពុកម្ដាយចិញ្ចឹមកំពុងត្រេកអរដែលកូនស្រីរបស់ពួកគេនឹងក្លាយជាព្រះនាងតែមិននឹកស្មានថាប្អូនស្រីទ្រាំលែងបានទៀតទេដួលលើដីហូរឈាមយ៉ាងចម្លែកឃើញឪពុកម្ដាយចិញ្ចឹមទៅហើយពេទ្យលួងក្មេងស្រីក៏ប្រញាប់ខាត់នាងបាននិយាយបញ្ចុះបញ្ចូលថាព្រះអង្គម្ចាស់ទី3ទើបតែដឹងថាប្អូនស្រីអាចប្រែក្លាយទៅជាមាសបានបើគាត់ដឹងថាប្អូនស្រីមានកាយសម្ទាខ្សោយបែបនេះមិននឹងអាចយកនាងធ្វើជាព្រះនាងទៀតប្តីប្រពន្ធទាំងពីរយល់ថាពាក្យសម្ដីនេះសំហេតុផលក៏លាក់រឿងប្អូនស្រីដួលឈឺឲ្យក្មេងស្រីមើលថែឲ្យបានល្អថ្ងៃបន្ទាប់ប្អូនស្រីដែលមានគំនិតក្បត់ក្រោកឡើងមិនបានខ្វល់ពីខ្លួនឯងតតែសោះអ្នកឯងក្នុងមួយជីវិតនេះគ្មានមន្តអាគមបំផ្លាញធ្វើជាមាសទេពេញមួយជីវិតនេះឯងអាចត្រឹមតែធ្វើជាអ្នកបម្រើដ៏ថោកទាបរបស់ខ្ញុំប៉ុណ្ណោះឯងប្រើប្រាស់មន្តអាគមបំផ្លាញធ្មួយជាមាសដោយគ្មានការរឹតបន្តឹងត្រឹមតែមួយថ្ងៃក៏ចាប់ផ្ដើមកើនការបញ្ជាទិញហើយឆាប់នេះពេលឆ្លងកាត់ណានឈិននឹងផ្ដល់ឲ្យឯងនៅការភ្ញាក់ផ្អើលកាន់តែធំមួយទៀតគ្មានមន្ត្រីណាម្នាក់ក្នុងរាជវាំងអាចរកប្រាក់បានច្រើនបែបនេះទេព្រះអង្គម្ចាស់ទី3មានអារម្មណ៍ថាឱកាសបានមកដល់ហើយព្រះបតាឲ្យកូនអាចប្រមូលប្រាក់3លានដំណឹងជូនព្រះបតាបានក្នុងរយៈពេល3ថ្ងៃក្រោយចប់ប្រជុំគាត់ក៏យកបណ្ដាការទៅរកប្អូនស្រីភ្លាមដោយលួងលោមនាងឲ្យសប្បាយចិត្តជាមុនសិនបន្ទាប់មកក៏ប្រាប់ពីគោលបំណងនៃប្រាក់3លានដំណឹងនេះដរាបណាគាត់អាចយកប្រាក់នេះចេញបានគាត់ប្រកាសជាបានធ្វើជាព្រះអង្គម្ចាស់រាជទាយាបក្មេងស្រីក៏ដឹងថានេះគឺជាព្រឹត្តិការណ៍ដែលធ្វើឲ្យខ្លួននាងខ្វះខាតក្នុងជាតិមុនក្រោមឥទ្ធិពលរបស់នាងប្អូនស្រីសិនជីក៏ទទួលភារកិច្ចនេះដោយមិនស្ទាក់ស្ទើរព្រះអង្គម្ចាស់ទី3ក៏បានយកឥដ្ឋមាស30000ដុំដែលបានត្រៀមទុកមកដាក់ចូលប្អូនស្រីសិនជីមិននឹកស្មានថាចំនួនវាច្រើនបែបនេះទេនាងគ្រាន់តែប៉ះបន្តិចប៉ុណ្ណោះឥដ្ឋមួយជួរដំបូងក៏បានស៊ីប្រាក់របស់នាងអស់បន្តិចដែរចូលមកបានហូរឈាមម្ដងទៀតម្ដាយនៅក្បែរបានលើកទឹកចិត្តមិនឈប់ថាដើម្បីក្លាយជាមហាក្សត្រីត្រូវតែទ្រាំប្អូនស្រីដែលមានគំនិតក្បត់បានដើរញ័រទៅមុខក្បឿងជួរទី2ពេលប៉ះភ្លាមរាងកាយរបស់នាងលែងទ្រាំនឹងការវាយបកបានទៀតហើយតែឪពុកនៅក្បែរបានជំរុញឲ្យនាងទៅស៊ូបន្តិចទៀតដោយសារជំនឿក្នុងការក្លាយជាមហាក្សត្រីប្អូនស្រីបានបង្ខំចិត្តបញ្ចប់ក្បឿងជួរទី2ប៉ុន្តែទីបំផុតក៏លែងអាចឈរបានទៀតដោយសារការវាយបកអង្គម្ចាស់ទី3បានធ្វើពុតជាបារម្ភហើយដើរចូលទៅជិតដោយនិយាយថាឋានៈព្រះអង្គម្ចាស់មិនចង់បានក៏បានដែរមិនអាចឈរមើលនាងរងគ្រោះថ្នាក់បានឡើយថែមទាំងនិយាយថានឹងទៅរកព្រះបតាដើម្បីលាឈប់ពីភារកិច្ចជាតិមុនក្មេងស្រីនេះត្រូវបានបោកបញ្ឆោតដោយពាក្យផ្អែមល្ហែមរបស់អង្គម្ចាស់ទី3ដើម្បីការពារត្រកូលសិននាងសុខចិត្តទ្រាំទ្រនឹងការវាយបកក្នុងជីវិតនេះនាងបានមើលដោយអស់សង្ឃឹមនៅពេលដែលប្អូនស្រីរបស់នាងត្រូវបានគេបោកបញ្ឆោតមិនដែលជ្រៀតជ្រែកឡើយរហូតដល់ឥដ្ឋមាសទាំងអស់បានឆេះដែលនៅពេលនោះឪពុកម្ដាយចិញ្ចឹមរបស់នាងបានកត់សម្គាល់ឃើញភាពមិនប្រក្រតីរបស់ប្អូនស្រីរបស់នាងទេប្អូនស្រីរបស់នាងមើលក្នុងកញ្ចក់នាងបានរកឃើញថាស្បែករបស់នាងចាស់ទៅ20ឆ្នាំវាបានបង្ហាញថាការប្រើប្រាស់ការប៉ះមេដាសបានបំផ្លាញអាយុជីវិតរបស់នាងកាលពីជីវិតមុនរបស់នាងក្មេងស្រីនេះបានលាក់វាដោយសម្ងាត់ពីក្រុមគ្រួសាររបស់នាងប៉ុន្តែឥឡូវនេះប្អូនស្រីដ៏មានល្បិចក៏បានដឹងការពិតនាងបានប៉ះកញ្ចក់ដោយ
លាមដៃរបស់នាងហើយនៅវិនាទីបន្ទាប់វាប្រែទៅជាមាសខណៈពេលដែលសក់របស់នាងប្រែជាពណ៌ស្ងៀមទីបំផុតនាងបានយល់ថាការប៉ះមីដាសបានធ្វើឲ្យអាយុជីវិតរបស់នាងត្រូវចំណាយព្រះអង្គម្ចាស់ទី3ដោយចង់បន្តប្រើប្រាស់នាងបានកុហកយ៉ាងលឿនដោយនិយាយថាមិនថានាងមើលទៅដូចអ្វីក៏ដោយនាងមិនចង់សូមចូលចិត្តជាវចែករំលែកនិងបរិច្ចាគដើម្បីគ្រប់គ្រងជួឈោកកញ្ចក់និងចំណុចពេលខ្ញុំឡើងក្រុងរាជអ្នកនឹងបានជាមហាក្សត្រីគំរូសម្រាប់នគរទាំងមូលខ្ញុំជឿជាក់លើអ្នកល្អប៉ុន្តែមិនបានយូរប៉ុន្មានគាត់ក៏ប្រញាប់ប្រញាល់ដឹកអេដមីសចូលទៅក្នុងព្រះបរមរាជវាំងភ្លាមព្រះចៅអធិរាជគាត់ឃើញគាត់រកប្រាក់បានច្រើនសន្ធឹកសន្ធាប់ក៏រីករាយប្រទានមាសជាព្រះអង្គម្ចាស់ដល់គាត់ហើយក៏មានព្រះបន្ទូលថានឹងកម្ចាត់ពួកហុងណូនៅភាគខាងជើងព្រះអង្គម្ចាស់ទី3ត្រូវការមាស1លានដំឡឹងសម្រាប់ជាការចំណាយយោធាហើយបើទ្រង់អាចប្រមូលបានថែមទៀតនោះតំណែងរាជទាយាទនឹងត្រូវប្រគល់ជូនទ្រង់ព្រះអង្គម្ចាស់ទី3បានយល់ព្រមដោយគ្មានការស្ទាក់ស្ទើរឡើយរួចទ្រង់ក៏ត្រឡប់ទៅវិញដោយនាំយកថ្លៃបណ្ណាការមកដាក់ជូនពិភាក្សាជាការក្លែងបន្លំព្រះអង្គម្ចាស់ទី3បានធ្វើពុតជាលើកឡើងពីរឿងដែលត្រូវការមាស1លានដំឡឹងក្មេងស្រីនោះបានមើលដឹងបំណងរបស់ព្រះអង្គភ្លាមចំណែកឯប្អូនស្រីដែលមានគំនិតល្បិចកលវិញក៏ព្រួយចិត្តយ៉ាងខ្លាំងរហូតដល់ចុះឡើងទាំងខ្លាចមិនបានខ្លាចជាស្ត្រីហើយក៏ខ្លាចមិនបានខ្លាចជាបុរសក៏ខ្លាចផងដែរថាការប្រែក្រឡាជាមាសច្រើនបែបនេះនឹងកាត់បន្ថយអាយុជីវិត30ឆ្នាំក្នុងសភាពប្រញាប់ប្រញាល់គាត់នឹកឃើញភ្លាមថាបើសិនជាក្មេងស្រីនោះក៏បានប៉ះដើមឈើមាសដែរគួរតែអាចទទួលបានសមត្ថភាពប្រែក្លាយថ្មទៅជាមាសបានដែរដូច្នេះក៏ប្រញាប់យកដើមឈើមាសដែលលាក់ទុកចេញមករួចបង្ខំឲ្យក្មេងស្រីលោកដៃទៅប៉ះពួកគេកំពុងគិតគំរំថាបើមានក្មេងស្រីជួយពួកគេនឹងអាចប្រែក្លាយមាសតាមចិត្តចង់ព្រះអង្គម្ចាស់ទី3កាន់តែយកសັບធំទ្រង់នឹងបណ្ដុះបណ្ដាលមនុស្សមួយក្រុមសម្រាប់ប្រែក្លាយមាសឲ្យព្រះអង្គតែម្ដងមនុស្សមួយចំនួនបានបង្ខំក្មេងស្រី ទីទៅប៉ះដើមឈើមាសតែគ្មានអ្នកណាដឹងទេថាអ្វីដែលនឹងកើតឡើងបន្ទាប់នឹងធ្វើឲ្យពួកគេទាំងអស់គ្នាបើកភ្នែកធំ